សីមាបង្ហាញលក្ខណៈបច្ចេកទេសរវាងក្របបែកទម្លាក់ពីយានយន្តហោះក្នុងសង្គ្រាមថ្មីៗនេះជាមួយក្របបែកទម្លាក់ពីយានយន្តហោះក្នុងសម័យអតីតកាលឯកឧត្តមហេងរតនាអគ្គនាយកសីមា CMAC បានឲ្យដឹងថានៅរសៀលថ្ងៃទី29ខែកញ្ញានេះថាកន្លងមកមានអ្នកស្នើសុំឯកឧត្តមសូមឲ្យជួយបកស្រាយដោយចោទជាសំណួរថាធ្វើយ៉ាងម៉េចបានឲ្យដឹងថាក្របបែកទម្លាក់ពីយានយន្តហោះឬក្របបែកផ្លោមពីសម័យសង្គ្រាមមុននិងក្របបែកទម្លាក់ពីយានយន្តហោះឬក្របបែកផ្លោមក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះបើតាមចម្លើយខ្លីរបស់ឯកឧត្តមបោកផ្អែកលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាក់ជាច្រើនដែលខ្ញុំសូមបន្តធ្វើការបកស្រាយលំអិតក្នុងវេទិកានេះទេនឹងសូមលើកយកចំណុចសំខាន់ខ្លីមកបញ្ជាក់ជូនជ្រាបថាក្របបែកទម្លាក់ពីលើយន្តហោះក្តីឬក្របបំភ្លើងធំក្តីសុទ្ធតែមានលើកូដសម្គាល់ខែឆ្នាំផលិតឬប្រទេសក្រុមហ៊ុនផលិតបន្ថែមពីលើនេះទៀតសម្រាប់កម្ពុជារាជរដ្ឋាភិបាលបានផ្តល់សមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យក្នុងការទម្លាក់ក្របបែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ក៏មានការកំណត់ព័ត៌មានពាក់ព័ន្ធការទម្លាក់ក្របបែកពីលើយន្តហោះដូចជាការបរិច្ឆេទប្រភេទយន្តហោះនិងចំណុចទីតាំងនៃការទម្លាក់ក្របបែកនោះផងដែរប្រការដូចខាងលើជាលក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងក្របបែកទម្លាក់ពីលើយន្តហោះក្នុងសង្គ្រាមថ្មីៗនេះជាមួយក្របបែកទម្លាក់យន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ